ในเตวิธีบอชนอตบอลลงดอเป็นนิยปีบอลลงดอเกนังนักเคยเปลี่ยนดอรุ่นโดหนึ่งไม่สี่ได้จีอัตริกขนมชาบอลลงดอปนแต่ในตั้งออกเนียประหายชีมันเดิงอมปีในเตวิธีเจอเรือไปกับเพียบบอลลงดอหนึ่งในเตวิธีบอชนอตเจอเรือมาจากเปียนรางวัลบอลลงดอนุเตโดยสามีสมน้องโปปีมัดยืงทั้งนี้ KTA Sport หนึ่งบอสไลปีนิเตวิธีเจอเรือไปกับเพียบบอลลงดอหนึ่งกาบอชนอตเจอเรือมาจากเปียนรางวัลบอลลงดอในขนมวิดีโอนี้ตาบอลลงดอคือเชื่อไว้บอลลงดอคือจะเป็นวันบาลตอดประจำชนามได้บังคับลางโดยตุสนาวัดใดบารางเฟรนฟุตบอลตั้งวิชนามมาป้อมประมูลรอย50ประมูลเนื่องจากลอชนามปีป้อนดอบลอชนามปีป้อนดอบปรามเนี่ยเรียบจอมเปลี่ยนบอลลงดอหนึ่งฟีฟ่าบานรูปมันโจขเนียเปลี่ยนรางวัลบอลลงดอจะมุ่ยหนึ่งฟีฟ่าเวิลด์เพลเยอร์ออฟเดอะเยียร์ให้บังคับเจียฟีฟ่าบอลลงดอป้นแต่กลอชนามปีป้อนดอบประมูลเปลี่ยนบอลลงดอตระบ้านใบเจนปีฟีฟ่าให้ฟีฟ่าบ้านบังคับเปลี่ยนทำไมมวยชั่วโมงท่าเดอะใบฟีฟ่าเหมือนเพลเยอร์ហើយបលន់ដស្លេតក្រោមការគ្រប់គ្រងរបស់ទស្សនាវដ្តីបារាំង French Football ដូចដើមវិញក្រោយដឹងសវតាខ្លះៗពីពានបលន់ដឥឡូវយើងចូលដល់នីតិវិធីស្វែងរកម្ចាស់ពានរង្វាន់បលន់ដការជ្រើសរើសបេក្ខភាពឈ្នះពានបលន់ដមុនឆ្នាំ2022អ្នកនិពន្ធទស្សនាវដ្តីបារាំង French Football និងលេគីបគឺជាអ្នកជ្រើសរើសបេក្ខភាព30នាក់ចុងក្រោយដើម្បីឲ្យអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសប៉ុន្តែចាប់ពីឆ្នាំ2022នេះតទៅបេក្ខភាព30នាក់ចុងក្រោយដែលមានឱកាសឈ្នះពានបលុងដត្រូវបានជ្រើសរើសរួមគ្នារវាងអ្នកនិពន្ធទស្សនាវដ្តីបារាំងឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់បលុងដនិងអ្នកនិពន្ធទស្សនាវដ្តីកីឡាល្បីៗតើអ្នកណាខ្លះមានសិទ្ធិបោះឆ្នោតដើមឡើយក្រោយរើសបានបេក្ខភាព30នាក់ចុងក្រោយអ្នកតំណាងមកពី170ប្រទេសជុំវិញពិភពលោកជាអ្នកមានសិទ្ធិបោះឆ្នោតចុងក្រោយជ្រើសរើសម្ចាស់ពានរង្វាន់បលុនដប៉ុន្តែចាប់ពីឆ្នាំ2022នេះតទៅចំនួននេះត្រូវបានកាត់បន្ថយដោយអ្នកមានសិទ្ធិបោះឆ្នោតចុងក្រោយជ្រើសរើសម្ចាស់ពានរង្វាន់បលុនដគឺជាអ្នកតំណាងឲ្យប្រទេសទាំង100នៅក្នុងចំណាត់ថ្នាក់របស់ FIFA គឺមានន័យថាអ្នកមានសិទ្ធិបោះឆ្នោតត្រូវបដូរពី170នាក់មកទៅ100នាក់ដែល100នាក់នេះគឺតំណាងឲ្យប្រទេសកំពូលទាំង100នៅក្នុងចំណាត់ថ្នាក់របស់ FIFAដូច្នេះកម្ពុជាយើងគ្មានអ្នកតំណាងដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសម្ចាស់ពានរង្វាន់បលុងដឡើយដោយសារតែកម្ពុជាយើងបច្ចុប្បន្នស្ថិតនៅក្នុងលេខរៀងទី177របស់ FIFA តើលក្ខខណ្ឌវិនិច្ឆ័យបេក្ខភាពម្នាក់ៗមានអ្វីខ្លះបេក្ខភាពពានរង្វាន់បលុងដត្រូវវិនិច្ឆ័យចំណុចសំខាន់ៗចំនួន3 1. សមិទ្ធផលផ្ទាល់ខ្លួនរបស់កីឡាករនិងជាមួយក្រុមពានរង្វាន់ដែលកីឡាករជួយឲ្យក្រុមរបស់ខ្លួនឈ្នះ 2. ទេពកោសល្យរបស់កីឡាករ 3. អាជីពរបស់កីឡាករនិងការលេង Fair Play របស់កីឡាករចាប់ពីឆ្នាំ2022នេះទៅអ្នករៀបចំពានបលុនដស្នើឲ្យអ្នកបោះឆ្នោតផ្ដោតខ្លាំងលើសមិទ្ធផលផ្ទាល់ខ្លួនរបស់កីឡាករជាជាងជោគជ័យរបស់ក្រុមដែលកីឡាករនោះលេងឲ្យព្រោះពានរង្វាន់បលុនដគឺបង្កើតឡើងផ្ដោតលើសមិទ្ធផលផ្ទាល់ខ្លួនរបស់កីឡាករម្នាក់រយៈពេលដែលត្រូវយកមកវិលតម្លៃចាប់ពីឆ្នាំ2022នេះទៅការវិតម្លៃពានរង្វាន់បលុនដនិងសមិទ្ធផលរបស់កីឡាករត្រូវគិតរយៈពេលចាប់ពីបើករដូវកាលថ្មីរហូតដល់ចុងរដូវកាលពោលគឺពីខែសីហាដល់ខែកក្កដាដែលវាខុសពីច្បាប់របស់បលុនដចាស់ដែលរយៈពេលវិតម្លៃគិតពីខែមករាដល់ខែធ្នូគឺមួយឆ្នាំពេញតែម្ដងដូច្នេះសមិទ្ធផលរបស់កីឡាករដែលឈ្នះខុសពីខែសីហាដល់ខែកក្កដាមិនត្រូវបានយកមកធ្វើជាហេតុផលសម្រាប់វិនិច្ឆ័យឡើយការបោះឆ្នោតអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់មានសិទ្ធិបោះឆ្នោតម្នាក់5សម្លេងសម្រាប់កីឡាករ5រូបផ្សេងគ្នាមានន័យថាអ្នកមានសិទ្ធិបោះឆ្នោតត្រូវរើសកីឡាករ5រូបដោយដាក់លេខរៀងពីលេខ1រហូតដល់លេខ5ដោយកីឡាករនៅលេខរៀងទី1ទទួលបាន6ពិន្ទុកីឡាករនៅលេខរៀងទី2ទទួលបាន4ពិន្ទុកីឡាករនៅលេខរៀងទី3ទទួលបាន3ពិន្ទុកីឡាករលេខរៀងទី4ទទួលបាន2ពិន្ទុកីឡាករនៅលេខរៀងទី5ទទួលបាន1ពិន្ទុហើយកីឡាករដែលទទួលបានសម្លេងច្រើនជាងគេពីអ្នកបោះឆ្នោតទាំងអស់នឹងក្លាយជាម្ចាស់ពានរង្វាន់បលុនដឧទាហរណ៍ក្នុងឆ្នាំ2021មេស៊ីបានឈ្នះពានបលុនដដែលទទួលបាន613ពិន្ទុRobert Lewandowski លេខ2ទទួលបាន580ពិន្ទុ
និងលេខ3ចូលជីញ៉ូទទួលបាន460ពិន្ទុគួរបញ្ជាក់ថាពិន្ទុរបស់កីឡាករម្នាក់ៗចាប់ពីឆ្នាំ2022នេះទៅនឹងតិចជាងមុនដោយសារតែអ្នកដែលមានសិទ្ធិចូលរួមបោះឆ្នោតមានត្រឹម100នាក់ខុសពីកាលពីឆ្នាំ2021ដែលមានរហូតដល់170នាក់